មករយៈពេលមួយនេះតើភ្នាក់រលឹកអស់ពីចិត្តហើយនឹងចាភ្នាក់រលឹកអស់ពីចិត្តហើយក្រោយពេលភ្នាក់រលឹកហើយតើគួរធ្វើកិច្ចការអ្វីខ្លះឯនៅក្នុងចិត្តខ្ញុំក្រៅពីរឿងសងសឹកគ្មានកំណត់ផ្សេងទេអញ្ចឹងគឺប្រសើរហើយឥឡូវពុកហាត់ស្និតទី9នៃស្រមោលបិសាចទីបំផុតអាចមានឱកាសសម្រាប់គុណអ៊ីធីនពុកត្រូវឲ្យកូនទៅសម្ព័ន្ធស្ដេចក្រាញ់ជាមួយនឹងពុកដើម្បីនឹងសងសឹកជួបពុករបស់កូនដើម្បីសងសឹកកំណុំឈាមខ្ញុំហ៊ានផ្សងនឹងការស្លាប់ក្រោយពេលនាងចោះចូលនឹងសម្ព័ន្ធហើយក្នុងពេល3ទៅ5ឆ្នាំមិនអាចជួបនឹងឆាំងហ្វឹងទេដើម្បីឆាំងហ្វាតាក់នាងនៅសាលអ្វីទេណែកូនអ៊ីធៀនបានបញ្ជាកម្លាំងតាំងសម្រាប់ឆាំងហ្វាឆាប់ត្រឡប់ទៅក្រុងធានឡំជួយគេឆាំងហ្វាមែនឬគឺបងមែននេះប្រសើរណាស់អូនដឹងទេបងរកអូនពិបាកណាស់តែអូនទៅណាឆាំងហ្វាំងឆាប់រត់ទៅកូនអ៊ីធៀនចង់សម្លាប់បងណាឆាប់នាំអ៊ំស្រីរត់ទៅមិនទៅកូនអ៊ីធៀនចង់សម្លាប់បងយានណានចេញប្រាប់អូនថាបងជាកូនជនក្បត់ថាកូនអ៊ីធៀនចង់សម្លាប់បងថែមទាំងឲ្យអូនយកទៀនទេវតាអាហារមកដល់ជាមួយគេថាអូនមិនអាចជួបបងទៀតទេមិនអីទេកូនអ៊ីធៀនបានប្រាប់បងអស់គេថាគំនុំរបស់យើងគឺជាការយល់ច្រឡំសត្រូវពិតប្រកបរបស់យើងគឺហេលៀនប៉ះនៅវិមានហៃសាយណាយានណានចេញចង់មកសៀតនេះគេហ៊ានកុហកអូនផងគេថាអូនមិនអាចជួបបងទៀតទេបើមិនចឹងកូនអ៊ីធៀននឹងសម្លាប់បងរឿងទាំងអស់នេះបានកន្លងផុតហើយទេអូនត្រូវទៅរកគេជំរាបបញ្ជីគេស្ទើរតែធ្វើឲ្យអូនបាត់បង់បងអូនត្រូវទៅរកគេនេះអ្នកប្រងមានរូបភាពជាមេបកមែនបងឈៀនសិងពេលបងធ្វើមេបកតើបងអាយុប្រហែលដែរអាយុ25ឆ្នាំតែខ្ញុំទៅអាយុ9ឆ្នាំទេអ្នកប្រុសក៏បារម្ភដល់ពេលនៅលោកម្ចាស់នឹងបរៀនក្បាច់គុណអ្នកប្រងគ្មាននរណាហ៊ានមើលងាយអ្នកប្រុសទេបងឈៀនសិងការពិតរឿងដែលធ្វើឲ្យខ្ញុំខ្លាចមិនមែនធ្វើមេបកទេពុកថែមទាំងថាថ្ងៃក្រោយទេតំណែងម្ចាស់សម្ព័ន្ធឲ្យខ្ញុំទៀតតើខ្ញុំមិនទាំងអាចគ្រប់គ្រងមនុស្សច្រើនបែបនេះដូច
អញ្ចឹងគួរអបអរសាទរដំណើរម្ចាស់សម្ព័ន្ធមនុស្សជាច្រើនគេចង់បានណា តែសំបីធ្វើមេបាក់ក៏ខ្ញុំគ្មានចំណូលចិត្តផងគុំថាឡើយធ្វើជាម្ចាស់សម្ព័ន្ធខ្ញុំសុខចិត្តទៅរៀននៅសាលាបងឆានហ្វឹងវិញក៏មិនធ្វើជាមេបាក់អីដែរ អ្នកប្រុសក៏មិននិយាយចឹងអីបើសិនជាឲ្យម្ចាស់សម្ព័ន្ធនេះគាត់មិនសប្បាយចិត្ត សូមគោរពលោកម្ចាស់សម្ព័ន្ធអ្នកក្លាហានទាំងឡាយថ្ងៃនេះខ្ញុំមានកិត្តិយសណាស់ដែលអាចអញ្ជើញកំពូលអ្នកក្លាហានក្នុងពិភពគុណមកជួបជុំគ្នានៅទីនេះដើម្បីពពប្រហែនជួបពិភពគុណយើងសូមជូនពរម្ចាស់សម្ព័ន្ធគ្រប់គ្រងពិភពគុណល្បីល្បាញក្នុងលោកល្បីល្បាញក្នុងលោកល្បីល្បាញក្នុងលោកអ្នកក្លាហានទាំងឡាយពេលនេះខ្ញុំរំខានអស់លោកគឺអញ្ចេះទេដោយសារតែថ្ងៃនេះខ្ញុំមានរឿងល្អមួយចង់ឲ្យអស់លោកទាំងអស់ជួយរំលែកជាមួយខ្ញុំណែមកចូលមកកូនក្មេងម្នាក់នេះគឺជាកូនប្រុសរបស់ខ្ញុំដែលខ្ញុំបានបាត់យូរហើយគេឈ្មោះកូនអៀនប៉ៅប៉ុន្តែវិមានហៃសាគេបានប្រើថ្មីដៃថោកទៀតគេប្រើគ្រប់មធ្យោបាយរារាំងខ្ញុំនិងកូនខ្ញុំមិនឲ្យជួបគ្នាខ្ញុំត្រូវទៅរកយុទ្ធធម៌វិញសម្ដងហើយដែលសិស្សសម្ដាប់របស់ខ្ញុំឈិនស៊ីងគេបានបញ្ជូនសៀវប៉ាមកសម្ព័ន្ធវិញដោយសុកសានក៏មានន័យថាអ្នកដែលប្រឆាំងនឹងសម្ព័ន្ធយើងគឺអ្នកដែលមិនចាប់ប្រមាថកម្រិតខ្លួនឯងក្រោមមេឃលើដីយើងជាយ៉ាងខ្លាំងទទួលជាប្រទេសតាអនុភាពគ្រប់ទិសទី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 ឥឡូវអិនប៉ៅជាកូនក្មេងនៅឡើយតែមិនយូរប្រហែលគេនឹងអាចទទួលកិច្ចការធំពីខ្ញុំថ្ងៃនេះខ្ញុំសូមប្រកាសឲ្យបើកចំហថាកូនអិនប៉ៅមកទទួលតំណែងមេបាក់ឈិនឡុងក្នុងសម្ព័ន្ធរបស់យើងដោយពិតប្រាកដខ្ញុំសិនខ្ញុំគឺលង្កាំងដែលនៅក្នុងបាក់ឈិនឡុងសូមស្ដាប់សម្ដីខ្ញុំសិនលង្កាំងហើយក្រោយក្នុងចិត្តឯងនៅមានយើងជាមេបាក់ទៀតទេល្អលង្កាំងបើលោកមានរឿងអីនិយាយមកចុះលោកម្ចាស់ទីតាំងដែលបាក់ឈិនឡុងគ្រប់គ្រងនោះគឺរញ៉េរញ៉ៃខ្លាំងហើយមានបាក់ផ្សេងច្រើនហើយបើតែអ្នកប្រុសឆ្លៀវវិញប៉ុន្តែនៅវ័យក្មេងបើឲ្យគាត់ធ្វើជាមេបាក់ប្រហែលជាមិនអាចធ្វើការគ្រប់គ្រងនៅខាងក្រៅបានហើយផ្ទៃក្នុងនោះក៏មិនអាចឲ្យបងប្អូនទាំងឡាយនឹងសុខចិត្តដែរសូមលោកមេបាក់គិតឲ្យបានច្បាស់ទីតាំងគឺនៅក្រោមសម្ព័ន្ធរបស់យើងអ្នកណាហ៊ានប្រឆាំងនឹងយើងនៅក្រោមបញ្ជាគុណអេធានយើងអ្នកណាហ៊ានមិនសុខចិត្តហ៎ខ្ញុំមិនហ៊ានទេតែបាក់ធំទាំង9នោះមិននិយាយគ្រាន់តែវាមានហៃសាឆាំងអេងក្រុងលុតដើមហើយនឹងបាក់ស្លាប់ចិត្តទាំង4នោះដូចជានៅចំទាស់ជាមួយនឹងលោកម្ចាស់នៅឡើយចំពោះរឿងមិនសុខចិត្តខ្ញុំជឿថានៅក្នុងបាក់ខ្ញុំគឺមានគ្នាច្រើនសូមលោកម្ចាស់សម្ព័ន្ធពិចារណាជៀសវាងបញ្ហាកើតឡើងបញ្ហាបើអ្នកណាមិនសុខចិត្ត